ក្រុមអ្នកការពារគោនៅឥណ្ឌាកំពុងយកការការពារគោទៅដល់កម្រិតដ៏គ្រោះថ្នាក់នៅតំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌាក្រុមបរិសុទ្ធមួយចំនួនបានធ្វើការវាយប្រហារលើមនុស្សដែលពួកគេសង្ស័យថាកំពុងរត់ពន្ធគោព្រោះសម្រាប់ជនជាតិហិណ្ឌូជាច្រើនគោត្រូវបានចាត់ទុកថាជាសត្វសក្ការៈបូជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺការវាយប្រហារបែបនេះកើតឡើងញឹកញាប់ជាងដែលមនុស្សជាច្រើនគិតហើយបានបន្តកើតមានអស់ជាច្រើនឆ្នាំរហូតបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់និងរងរបួសក្រុមទាំងនេះថែមទាំងប្រើវិធីខ្លាំងៗដូចជាដេញតាមរថយន្តក្នុងល្បឿនលឿនឡើងលើរថយន្តដឹកសត្វដោយក្នុងរឿង Mission Impossible បំផ្លាញរថយន្តព្រមទាំងវាយដំឬធ្វើបាបអ្នកបើកបរទៀតផងហើយក្នុងករណីខ្លះរឿងអាចកាន់តែធ្ងន់ធ្ងរកាលពីខែមិថុនាឆ្នាំ2026បរិសុទ្ធ7នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងការសម្លាប់មនុស្សម្នាក់ដែលត្រូវបានសង្ស័យថាជាអ្នករត់ពន្ធគោប៉ុន្តែមានចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ជនជាតិហិណ្ឌូជាច្រើននិយាយថាអ្នកប្រើអំពើហិង្សាមិនតំណាងឲ្យការការពារគោពិតប្រាកដនោះទេព្រោះការគោរពនិងការការពារគោត្រូវបានចាត់ទុកថាជាកាតព្វកិច្ចផ្នែកសាសនានិងវប្បធម៌ពួកគេនិយាយថាក្រុមដែលប្រើអំពើហិង្សាកំពុងធ្វើឲ្យគោបំណងនេះខូចកេរ្តិ៍ឈ្មោះចំណែកក្រុមអ្នកការពារគោវិញអះអាងថាពួកគេធ្វើបែបនេះព្រោះរដ្ឋាភិបាលមិនបានអនុវត្តច្បាប់ហាមឃាត់ការសម្លាប់គោឲ្យបានតឹងរ៉ឹងគ្រប់គ្រាន់នៅក្នុងរដ្ឋរបស់ឥណ្ឌាភាគច្រើនការសម្លាប់គោត្រូវបានហាមឃាត់រឹតបន្តឹងដូច្នេះប្រសិនបើអ្នកមិនធ្លាប់ដឹងទេថាការដឹកជញ្ជូនសាច់គោនៅតំបន់ខ្លះក្នុងប្រទេសឥណ្ឌាអាចក្លាយជាការងារដែលមានហានិភ័យខ្លាំងមួយក្តីសង្ឃឹមរបស់កសិករគឺឃើញគោធំល្អនិងលក់បានថ្លៃចំណែកសត្វគោដង្ខៅប៉ាងជួយផ្គត់ផ្គង់ជីវជាតិគ្រប់គ្រាន់ឲ្យគោស៊ីបានល្អធំសុខភាពរឹងមាំលូតលាស់បានលឿនផលិតផលខ្មែរដែលផលិតដោយគុណភាពនិងស្តង់ដារខ្ពស់ Facebook Page សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង